3 ម៉ោងហើយទីបំផុតមកដល់ហើយត្រីតុកកែគឺនៅក្នុងប្រឡោះថ្មប៉ប្រទឹកនេះឯងយ៉ាងហោចណាស់ក៏មាន30-40ក្បាលដែរត្រីតុកកែឆ្លាតណាស់ប្រើអួនចាប់មិនបានទេត្រូវតែដាក់នុយឲ្យដល់មាត់ប្រឡោះថ្មទុកឲ្យក្លិនសាយភីចូលទៅក្នុង1ក្បាលត្រីតុកកែ43ក្បាលពិតជាមានតម្លៃមែនតែរបស់ធំពិតប្រាកដកំពុងរងចាំខ្ញុំនៅកន្លែងផ្សេងមិននឹកស្មានសោះត្រីយក្សពិតជាត្រីយក្សមែនវានៅក្នុងបន្ទប់កប៉ាល់លិចនេះសោះទំហំវាធំណាស់ត្រីយក្សនេះប្រើអួនមិនបានទេប្រើបានតែសន្ទូចផ្លែមួយប៉ុណ្ណោះត្រូវប្រកួតភាពអត់ធ្មត់ជាមួយវាទីបំផុតស៊ីនុយហើយរត់មិនរួចទេកាន់តែរើកាន់តែអស់កម្លាំងហើយខ្ញុំនឹងតស៊ូជាមួយឯងធំជាងអ្វីដែលខ្ញុំគិតទៅទៀតហាហាវាកំណប់ហើយមកជើងនេះពិតជាមិនខាតជើងមែនត្រីយក្សធម្មជាតិទម្ងន់ជិត80គីឡូត្រូវយកមកដល់ច្រាំងដោយបែបនេះ10ឆ្នាំទើបជួបម្ដងតែអ្វីដែលសប្បាយចិត្តបំផុតមិនមែនព្រោះវាមានតម្លៃទេទីបំផុតខ្ញុំមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើរឿងមួយដែលខ្ញុំពងទុកជាយូរមកហើយឃើញវាតាំងពីឆ្នាំមុនតែមិនដាច់ចិត្តយកចេញមកថ្ងៃនេះដល់ពេលហើយគួរតែត្រឡប់ទៅវិញហើយគុជខ្យងមួយនេះរកម្ចាស់ឃើញហើយ7ថ្ងៃហើយទីបំផុតត្រឡប់មកវិញហើយតែបងកាត់អីហ្នឹងរបួសតិចតួចទេមិនអីទេពូយ៉ាងពូត្រឡប់មកវិញហើយហ៎ពូប្រាប់ថា7ថ្ងៃគឺ7ថ្ងៃហើយត្រីតុកកែនៅរស់ទាំងអស់តែម្ដងត្រីតុកកែយក្សជាត្រីធម្មជាតិទៀតនៅរស់វាស្រកាមិនរបេះមួយសន្លឹកសោះជិត80គីឡូត្រីនេះមិនលក់ថ្លឹងគីឡូទេគឺលក់ទាំងមួយតែម្ដងព្រមលក់ក្នុងតម្លៃ200,000អូហូវ៉ាយ៉ាងជឿតាបងចង់ធ្វើអីហ្នឹងគុជខ្យងមួយគ្រាប់នេះខ្ញុំរកឃើញនៅក្នុងកប៉ាល់លិចខ្ញុំមិនដែលយកវាទេគឺរងចាំឱកាសដើម្បីប្រគល់ឲ្យអូនយ៉ាងជឿឡានយីអូនគឺជាមនុស្សដំបូងដែលចាំថាបងមិនចេះផឹកស្រាជាមនុស្សដំបូងដែលមិនគិតថាត្រចៀកបងចម្លែកនិងជាមនុស្សដំបូងដែលប្រាប់ថាជឿជាក់លើបងលីឡានយីតើអូនព្រមរៀបការនឹងបងទេម៉ាក់ឆាប់ថាព្រមទៅម៉ាក់ហាហាព្រមអូនយល់ព្រមគេគ្រប់គ្នាតែងថាខ្ញុំជាសិនតែសមុទ្របានផ្ដល់សមត្ថភាពដល់ខ្ញុំហើយក៏បានផ្ដល់មនុស្សដ៏ល្អបំផុតម្នាក់ដល់ខ្ញុំដែរឡានលក់បានជាង10,000ផ្ទះទូទាត់បំណុលរួចសល់50,000ពុកចូលគ្នាមិនដល់70,000ផងគិតយ៉ាងម៉េចទៅប៉ាចប់ហើយឬមួយក៏ទៅរកយ៉ាងជឿទេកុំរំលឹកពីវាក៏មិនទៅអង្វរវាដែរឈឺថប់ដង្ហើមណាស់ប៉ាខំទ្រាំបន្តិចខ្ញុំឲ្យឡានពេទ្យសិនប៉ាកុំកាត់អីណាប៉ាខ្ញុំយ៉ាងម៉េចហើយគាត់កែបេះដូងស្រួលស្បើយហើយតែសរសៃឈាមបេះដូងស្ទះខ្លាំងណាស់ត្រូវតែប្រញាប់ធ្វើការវះកាត់សរសៃឈាមបេះដូងជាបន្ទាន់ត្រូវការលុយប៉ុន្មានដែរបូករួមទាំងសង្គ្រោះបន្ទាន់និងសម្រាប់ព្យាបាលយ៉ាងហោចក៏15,000ដែរមិនអាចពន្យាពេលបានទេ15,000ឲ្យខ្ញុំទៅរកលុយ15,000ពីណាទៅ3ថ្ងៃក្រោយពេលធ្លាក់ខ្លួនឈឺរឿងក្តីឯងយ៉ាងម៉េចទៅហើយឡានលក់ហើយផ្ទះកំពុងដាក់ឡាយឡងនៅខ្វះជាង2លានទៀតប៉ាចុះលីលីនោះនាងទៅបាត់ហើយថែមទាំងនាំកូនទៅជាមួយទៀតសុទ្ធតែមកពីប៉ាកាលនោះប៉ាមិនគួរញុះញង់ឲ្យឯងចេញទូកពេលមានខ្យល់ព្យុះសោះនិយាយរឿងនេះពេលនេះមានប្រយោជន៍អីទៅចុះប្អូនឯងខាងនោះខ្ញុំប្រាប់ហើយតើថាកុំរំលឹកពីវាប៉ាសួរឯងកាលនោះឲ្យលុយយ៉ាងជឿ80,000ឯងគិតថាសមរម្យទេមិនសមទេខ្ញុំដឹងថាមិនសមទេតែពេលនោះខ្ញុំគិតថាវាមិនទៅណាទេគ្មានខ្ញុំវាធ្វើអីមិនចេញឡើយក៏ដូចគ្នាពួកយើងចាត់ទុកវាជាមនុស្សដែលមិនចេះតបត់ថ្លៃវះកាត់ប៉ាខ្ញុំនឹងរកវិធី15,000ឯងទៅរកវិធីឯណាខ្ញុំទៅខ្ចីគេបើមិនបានខ្ញុំទៅលីសែងនៅកំពង់ផែឯងជាថៅកែទូកទៅលីសែងអីគេចុះគេឈ្មោះប៉ាយកទៅទុកឯណាកុំកំរើកមួយជីវិតប៉ាស្រឡាញ់តែមុខមាត់ចុងក្រោយបំផ្លាញកូនប្រុសទាំងពីរនាក់យ៉ាងជឿមិនមែនជាកូនបង្កើតប៉ាទេតែគេតញោជាងឯងទៅទៀតប៉ាពិតជាមានកំហុសចំពោះគេណាស់រឿងខ្លះមិនបាច់រងចាំគេហាមាត់អង្វរទេខ្ញុំដឹងច្បាស់ក្នុងចិត្តខ្លួនឯងហើយបងលុយឲ្យអ្នកជំងឺហ៊ានគូឈៀងល្អសរសេរលើក្រដាស់មកផ្នែកបេះដូង152,000តើបងត្រូវជាអ្វីនឹងគាត់ដែរជាមិត្តភក្តិត្រូវការចុះឈ្មោះអ្នកបងប្រាក់សិនលាក់ឈ្មោះបានទេខ្ញុំមិនចង់ឲ្យគាត់ដឹងទេគ្រាន់តែលើពាក្យថា
ថ្នាំសម្រក់ទម្ងន់ភ្លាមធ្វើឲ្យបងអូនមួយចំនួនមានការភ័យខ្លាចចំពោះផលប៉ះពាល់ទៅដល់សុខភាពបាត់ទៅហើយបារម្ភខ្លាចថាញ៉ាំទៅធ្វើទុកធីងធងពិបាកក្នុងខ្លួនឬក៏រាគរូសក្អួតចង្អោរជាដើមដូច្នេះហើយទោះបីជាចង់សម្រក់ទម្ងន់ចង់បានរាងស្លៀមស្អាតយ៉ាងណាក៏ដោយក៏មិនហ៊ានប្រើប្រាស់ជាមួយនឹងថ្នាំសម្រក់ទម្ងន់ដែរប៉ុន្តែបញ្ហាអត់ទាំងនេះលែងសេចក្តីបារម្ភទៀតហើយយុគសម័យថ្មីការស្រាវជ្រាវកាន់តែទំនើបប្រើប្រាស់នៅស្តង់ដាររូបមន្តចេញមកពីប្រទេសបារាំងប្រើប្រាស់នៅគ្រាប់ធនជាតិដើម្បីបង្កើតជាវីតាមីនមួយដែលចម្រាញ់ចេញពីគ្រាប់ធនជាតិចូលទៅដុតបំផ្លាញជាតិខ្លាញ់នៅក្នុងរាងកាយបានយ៉ាងឆាប់រហ័សមិនចាំបាច់ប្រើថ្នាំសម្រក់ឲ្យប៉ះពាល់សុខភាពធ្វើទុកធីងធងពិបាកក្នុងខ្លួនឬក៏រាគរូសក្អួតចង្អោរទេជាមួយនឹងកម្ពុជាវីតាមីនសម្រក់ទម្ងន់យ៉ាសកាផ្សំឡើងពីវត្ថុធាតុដើមដ៏ពិសេសនិងល្អឥតខ្ចោះជួយសម្រួលទៅដល់ការសម្រក់ទម្ងន់បានយ៉ាងឆាប់រហ័សប្រើប្រាស់ត្រឹមតែមួយគ្រាប់ដំបូងតែប៉ុណ្ណោះនឹងទទួលបានប្រសិទ្ធភាពភ្លាមតែម្ដងជានិយាយតែម្ដងត្រឹមតែមួយប្រអប់ដំបូងបងអូននឹងសង្កេតឃើញថា3ទៅ8គីឡូគឺស្រកស៊ីផុយតែម្ដងដុតបំផ្លាញរាល់ជាតិខ្លាញ់ជាតិពុលដែលមាននៅក្នុងរាងកាយគឺសម្រក់មួយតួខ្លួនតែម្ដងដៃជើងក៏ស្រឡូតដែរកាន់តែពិសេសញ៉ាំហើយមិនបង្កការធ្វើទុកមានអារម្មណ៍ស្រស់ស្រាយហើយញើសស្រួលខ្លួនហើយជាតិពុលជាតិខ្លាញ់ដែលមាននៅក្នុងរាងកាយទាំងអស់ត្រូវបានដុតបំផ្លាញនិងបញ្ចេញចោលតាមរយៈទឹកនោមញ៉ាំជាមួយនឹងវីតាមីនសម្រក់ទម្ងន់យ៉ាសកាទទួលបានរាងស្អាតដោយមិនចាំបាច់យាស្បែកនៅតែហាប់តឹងណែនដដែលជាពិសេសសម្រួលដល់ចង្វាក់បេះដូងព្រមទាំងជួយទៅដល់ប្រព័ន្ធរំលាយអាហារឲ្យដំណើរការទៅបានយ៉ាងល្អផងដែរបានតើបងគ្រប់ចំនួនហើយសម្ងាត់05មួយដងកុំប្រាប់ថាអ្នកណាជាអ្នកបងឲ្យសោះណាតំណឹងល្អប៉ាថ្លៃវះកាត់បង1សេនទេ3ថ្ងៃទៀតនឹងចាប់ដើមវះកាត់ហើយអ្នកណាបងឲ្យគេលាក់ឈ្មោះមិនបានទុកព័ត៌មានទេលាក់ឈ្មោះហ៎គឺយ៉ាងជឿទេដឹងក្រៅពីវាគ្មានអ្នកណាទៀតទេពួកយើងជំពាក់វាហើយមួយជាតិនឹងសងវាលែងគ្រាន់ហើយអញទៅណាទៅស្រូបខ្យល់អាកាសខាងក្រៅបន្តិចពីអរគុណមួយម៉ាត់ក៏ហាមាត់មិនរួចដែរអញវាជាស្អីទៅថ្ងៃនេះបានទៅពេទ្យមែនទេលុយ150000មិនតិចទេណាត្រយៈនឹងត្រីទុកកែលក់បានជិត300,000ប៉ុណ្ណឹងគ្រាន់ហើយបងមិនស្អប់ពួកគេទេអីស្អប់តែទោះយ៉ាងណាគាត់ក៏ចិញ្ចឹមបងជាង10ឆ្នាំដែរបានឲ្យបាយបងហូបបានឲ្យបងចូលរៀន150000នេះចាត់ទុកថាសោះគុណបាយទឹកទៅចុះសងរួចហើយគ្មានអ្នកណាជំពាក់អ្នកណាទៀតទេលុយយើងនៅអាចរកបានទៀតថៅកែឈិនឲ្យតែមានត្រីគាត់យកទាំងអស់សន្យានឹងអូនណាថ្ងៃក្រោយកុំចេញទូកពេលមានខ្យល់ព្យុះទៀតបានបងស្ដាប់តាមអូនខ្ញុំមិនត្រូវការដឹងគុណពីពួកគេទេហើយក៏មិនត្រូវការឲ្យពួកគេមានវិបត្តិសារីដែរគំនុំមួយនេះគឺបញ្ចប់ត្រឹមនេះចុះទូកថ្មី2គ្រឿងនេះគឺទិញពីលុយដែលខ្ញុំរកបានចាប់ពីពេលនេះទៅត្រូវតែសម្លឹងទៅមុខជានិច្ចភោជនីយដ្ឋាននៅខេត្តត្រូវការត្រីមួយខែ800គីឡូឲ្យថ្លៃជាង15ហើយមាន1517កន្លែងទៀតកំពុងចាំទិញ800គីឡូមនុស្សតែម្នាក់រកមិនទាន់ទេត្រូវរើសកូនចៅបន្ថែមហើយចំណូលខែនេះទូក3គ្រឿងចំណេញបានសុទ្ធ$470,000មួយខែ$470,000យ៉ាងជឿបងឡើងកូដខ្លាំងណាស់នៅមិនទាន់គ្រប់ទេទូកអាចទិញថែមតែសំខាន់ត្រូវការកម្លាំងមនុស្សបងចង់បានអ្នកដែលស្គាល់សមុទ្រច្បាស់ហើយចេះខិតខំស៊ូបងគិតយ៉ាងម៉េចទៅមិនបាច់ប្រកាសរើទេក្នុងចិត្តបងមានមនុស្សស្រាប់ហើយរឿងក្តីចាញ់គេហើយឡានក៏លក់អស់ផ្ទះក៏គេឡាយឡុងគ្មានសល់មួយកាក់មួយសេនបានត្រឹមមកលីសែងនៅកំពង់ផែប៉ុណ្ណោះឯងគឺហ៊ានហ្វឹងមែនទេបើមានការងារទុកឲ្យខ្ញុំមកគ្មានខ្ញុំទៅវិញហើយ25គីឡូ5រៀលគិតលុយតាមចំនួនដែលលីបានហើយឬនៅសល់កន្លះឡានទៀតមកហើយអូយ៉ាងជឿត្រឡប់មកវិញហើយហ៎ទើបតែប៉ុន្មានថ្ងៃសោះទុក3គ្រឿងពេញហៀតែម្ដងពីមុនគ្រប់គ្នានាំគ្នាតែងថាយ៉ាងជឿជាមនុស្សចម្លែកឥឡូវគេមានទុកដល់ទៅ3គ្រឿងឯណោះថែមទាំងនាំពូអ៊ូនិងអ្នកផ្សេងទៀតរកលុយបានយ៉ាងច្រើនទៀតថាមានសមត្ថភាពពិតប្រាកដល្អណាស់គេឈរនៅទីនោះចំណែកខ្ញុំកំពុងលីសែងខ្ញុំមិនជំពាក់គេហើយគេក៏មិនជំពាក់ខ្ញុំដែរចង់និយាយអ្វីមួយតែហាមាត់មិនរួចសោះម្នាក់សុទ្ធតែមានផ្លូវដើររៀងខ្លួនហើយ2សប្តាហ៍ក្រោយការវះកាត់បានចេញពីមន្ទីរពេទ្យហើយថ្ងៃនេះបានប៉ុន្មានដែរ170រៀលលីបាន34កេសល្មមគ្រាន់ទិញបាយហូបហើយថ្នាំប៉ានៅសល់ប៉ុន្មានថ្ងៃទៀត5ថ្ងៃទៀតថ្ងៃស្អែកខ្ញុំនឹងខំធ្វើការឲ្យបានច្រើនជាងនេះលុយ150000នោះធ្លាប់គិតចង់ទៅអរគុណគេផ្ទាល់ទេធ្លាប់គិតចុះមិនមិនទៅព្រោះខ្ញុំហាមាត់មិនរួចទេកាលពីមុនខ្ញុំឈរនៅពីលើគេគិតថាជារឿងធម្មតាពេលនេះធ្លាក់ខ្លួននៅពីក្រោមគេវិញទើបយល់ពីអារម្មណ៍របស់គេកាលពីមុននោះប៉ាពិតជាស្ដាយក្រោយដែលមិនបានចាត់ទុកវាជាកូនបង្កើតមើលមនុស្សខុសគឺខុសហើយអ្វីដែលអាចធ្វើបានពេលនេះគឺគុំទៅរំខានវាមិនបាច់ទៅសុំទោសទេចាំដល់ពេលស័ក្តិសមចាំទៅពេលនេះបើយើងទៅដូចជាទៅសុំទាលុយគេអញ្ចឹងមិនមែនសុំទោសទេអ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្តបំផុតមិនមែនជាលុយទេគឺការផ្លាស់ប្ដូរខ្សែភ្នែករបស់ពួកគេមកលើខ្ញុំមនុស្សយើងរស់នៅប្រកបដោយកិត្តិយសវាសំខាន់ជាងអ្វីទាំងអស់ហា4ខែមានទូក5គ្រឿងចំណេញ2លាន1សែនលុយដែលត្រូវចែកមិនឲ្យខ្វះ1សេនឡើយក្រុមទូកនេសាទធីងហៃបង្កើតបានហើយ
មានទុកចំនួន10ចំណូលសរុប3លាន5មួយសែនចំណេញសុទ្ធ2លាន1សែនគ្រប់កាក់គ្រប់ផ្សេងសុទ្ធតែបានមកពីការប្រឹងប្រែងរបស់បងប្អូនទាំងអស់គ្នាពួកអ៊ូទទួលបាន118,000អាគួយ96,000ចំណែកកូនទូកផ្សេងទៀតយ៉ាងហោចណាស់ក៏ម្នាក់50,000ដែរអូហូយ៉ាងជឿពិតជាខ្លាយជាស្ដេចត្រីមែនពីមុនគ្រប់គ្នាសើចចំអកត្រចៀកឥឡូវគេដឹកនាំអ្នកភូមិទាំងមូលឲ្យរកលុយបានលើចំណែកបានចែកគ្នារួចរាល់អស់ហើយថ្ងៃនេះខ្ញុំនៅមានរឿងដ៏រីករាយមួយទៀតប្រាប់អ្នកទាំងអស់គ្នាល្អនេះគឺចង់រៀបការហើយតាហាបងជាអ្នករៀបចំមែនទេអូនធ្លាប់ប្រាប់ថាចង់ឲ្យគ្រប់គ្នាបានឃើញអញ្ចឹងគឺយកថ្ងៃនេះចោះពូយ៉ាងរៀបការនឹងម៉ាក់ខ្ញុំហើយយេ4 ខែហើយទីបំផុតថ្ងៃនេះក៏ឈានចូលមកដល់ថ្ងៃនេះអូនស្អាតណាស់បងក៏សង្ហាដែរតើបងពិតជាភ័យខ្លាចណាស់ខ្លាចថាគ្រប់យ៉ាងគ្រាន់តែជាការយកស័ព្ទមិនមែនយកស័ព្ទទេចាំបងត្រឡប់តែបងងាកក្រោយអូននៅរងចាំលើច្រាំងជានិច្ចថាប់មួយទៅយ៉ាងជឿកុំអៀនអីឆាប់ឡើងគ្រាន់តែលើពាក្យថាថ្នាំសម្រក់ទម្ងន់ភ្លាមធ្វើឲ្យបងអូនមួយចំនួនមានការភ័យខ្លាចចំពោះផលប៉ះពាល់ទៅដល់សុខភាពបាត់ទៅហើយបារម្ភខ្លាចថាញ៉ាំទៅធ្វើទុកធីងធងពិបាកក្នុងខ្លួនឬក៏រាគរូសក្អួតចង្អោរជាដើមដូច្នេះហើយទោះបីជាចង់សម្រក់ទម្ងន់ចង់បានរាងស្លៀមស្អាតយ៉ាងណាក៏ដោយក៏មិនហ៊ានប្រើប្រាស់ជាមួយនឹងថ្នាំសម្រក់ទម្ងន់ដែរប៉ុន្តែបញ្ហាអត់ទាំងនេះលែងជាក្តីបារម្ភទៀតហើយយុគសម័យថ្មីការស្រាវជ្រាវកាន់តែទំនើបប្រើប្រាស់នៅស្តង់ដាររូបមន្តចេញមកពីប្រទេសបារាំងប្រើប្រាស់នៅគ្រាប់ធនជាតិដើម្បីបង្កើតជាវីតាមីនមួយដែលចម្រាញ់ចេញពីគ្រាប់ធនជាតិចូលទៅដុតបំផ្លាញជាតិខ្លាញ់នៅក្នុងរាងកាយបានយ៉ាងឆាប់រហ័សមិនចាំបាច់ប្រើថ្នាំសម្រក់ឲ្យប៉ះពាល់សុខភាពធ្វើទុកធីងធងពិបាកក្នុងខ្លួនឬក៏រាគរូសក្អួតចង្អោរទេជាមួយនឹងកម្ពុជាវីតាមីនសម្រក់ទម្ងន់យ៉ាសកាផ្សំឡើងពីវត្ថុធាតុដើមដ៏ពិសេសនិងល្អឥតខ្ចោះជួយសម្រួលទៅដល់ការសម្រក់ទម្ងន់បានយ៉ាងឆាប់រហ័សប្រើប្រាស់ត្រឹមតែមួយគ្រាប់ដំបូងតែប៉ុណ្ណោះនឹងទទួលបានប្រសិទ្ធភាពភ្លាមតែម្ដងគេនិយាយតែម្ដងត្រឹមតែមួយប្រអប់ដំបូងបងអូននឹងសង្កេតឃើញថា3ទៅ8គីឡូគឺស្រកស៊ីផុយតែម្ដងដុតបំផ្លាញរាល់ជាតិខ្លាញ់ជាតិពុលដែលមាននៅក្នុងរាងកាយគឺសម្រក់មួយតួខ្លួនតែម្ដងដៃជើងក៏ស្រឡូតដែរកាន់តែពិសេសញ៉ាំហើយមិនបង្កការធ្វើទុកមានអារម្មណ៍ស្រស់ស្រាយហើយញើសស្រួលខ្លួនហើយជាតិពុលជាតិខ្លាញ់ដែលមាននៅក្នុងរាងកាយទាំងអស់ត្រូវបានដុតបំផ្លាញនិងបញ្ចេញចោលតាមរយៈទឹកនោមញ៉ាំជាមួយនឹងវីតាមីនសម្រក់ទម្ងន់យ៉ាសកាទទួលបានរាងស្អាតដោយមិនចាំបាច់យាស្បែកនៅតែហាប់តឹងណែនដដែលជាពិសេសសម្រួលដល់ចង្វាក់បេះដូងព្រមទាំងជួយទៅដល់ប្រព័ន្ធរំលាយអាហារឲ្យដំណើរការទៅបានយ៉ាងល្អផងដែរ